ngày nay ngày Tết chẳng cua sa nhóm con còn ăn thịt salad đây có ăn tết với can chẳng có riệp chăm ha pe prek ai quạt hộp chung kia tầm đồng từ chung riệp xua bông bông được kia sọc tục chẳng nào đấy prek này xem đạp khang nhung vĩnh cứ sọc tục thầm là thế hay còn tập bao thia máu khơi bẹt tật bẹt trăng máu trôi mà đo không tầm đồng miền ấy sẽ bài chất cài pi ở mấy bác thằng ngày tê khang nhung á buổi ở sơ miền mấy bác thằng ngày tê phê trà nó cứ tật chia mà mình tật chia tê cứ phliếng mà mình phliếng tê cứ mấy chọc áp vì sẽ tung á nó cứ vì ở sơ miền phliếng thằng ngày ấy tê hay ngày này nó cứ bác thằng ngày là mình tên lại nó cứ xong nghiệm mà mơ video dương mình mong bồn lại ní cứ riệp chăm thơ hà pe prek hay hà pe prek hoặc nhóm nó cứ nghi tế hay chập bàn hộp tiệt ní cứ dịp fly strawberry vậy tới nhóm phê chán fly strawberry mình ở trong tủ tự có là hồ đời sao ta côn quạt chỗ chết đó nè hay ní cứ bài khăn ní chỉ thoa mà đá cứ nhóm đã chấm ăn biaនៅក្នុងខ្ទះណាជៀនខ្លាញ់អញ្ចឹងណាប៉ុន្តែសារនេះគឺអត់ទេដោយសារតែខ្ញុំដាក់មាននំប៉័ងណាមាននំប៉័ងចំណិតហ្នឹងវារៀងច្រើនដែរដល់អញ្ចឹងទៅខ្ញុំដាក់នៅក្នុងបាក់ oven នឹងតែម្ដងទៅជាមួយគ្នាហើយឥឡូវហ្នឹងកំពុងតែរៀបចំនំប៉័ងដាក់នៅក្នុងបាក់ oven ហ្នឹងប៉ុន្តែនំប៉័ងរបស់ខ្ញុំហ្នឹងខ្ញុំធ្វើដូចតែរាល់ដងទេបងប្អូនភាគច្រើនគឺខ្ញុំធ្វើដាក់លាបប័រហើយអញ្ចឹងណាបានខ្ញុំដាក់វាដាក់អាំងហើយបន្ទាប់មកគឺខ្ញុំនេះមកធ្វើទឹកក្រូចហ្នឹងម្ដងនេះខ្ញុំយកមកហ្នឹងក្រូចហ្នឹងវារាងជូររាល់ដងខ្ញុំទិញមកហ្នឹងក្រូចហ្នឹងគឺរបៀបថាវាផ្អែមទឹកវាផ្អែមណាតែភាសានេះទិញមកវារបៀបថាមានជូរផងមានផ្អែមផងលាយឡំគ្នាអញ្ចឹងទៅពេលដែលកូនខ្ញុំញ៉ាំគាត់សួរថាខ្ញុំហ្នឹងដូរប្រភេទក្រូចមែនហើយខ្ញុំប្រាប់គាត់ថាអត់ទេក្រូចវាមានពេលខ្លះផ្អែមវាមានពេលខ្លះជូរអញ្ចឹងណាអញ្ចឹងភាសាហ្នឹងវាមានខ្លះជូរខ្លះផ្អែមដល់អញ្ចឹងហើយរសជាតិវាប្លែកម្យ៉ាងសម្រាប់គាត់ហើយឥឡូវហ្នឹងខ្ញុំមកជៀនពងមាន់ហើយពងមាន់របស់ខ្ញុំនេះភាគច្រើនគឺខ្ញុំអត់ជៀនបែបអូម៉ាឡេតឬមួយក៏ដាក់ខ្ទឹមបារាំងឬក៏ដាក់ហែមអីទេព្រោះអីកូនខ្ញុំគាត់អត់សូវចេះញ៉ាំអញ្ចឹងខ្ញុំជៀនតាពងមាន់របៀបថាទូចនឹងធម្មតាអញ្ចឹងណាបងប្អូនដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងគេហៅថា scramble egg ណាឥឡូវនេះគឺរៀបចំឆ្អិនហើយអស់ហើយនំប៉័ងរបស់ខ្ញុំនេះក៏ឆ្អិនហើយទឹកក្រូចរបស់ខ្ញុំហ្នឹងក៏ឆ្អិនហើយផ្លែឈើម្ដងនេះគឺខ្ញុំមានតែដូចបងប្អូនឃើញហ្នឹងគឺមានតែ strawberry ទេហើយនិយាយទៅអាហារពេលព្រឹកម្ដងនេះគឺហើយខាងចុងក្រោយនេះគឺបៃខិនអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាតាំងពីខាងដើមរហូតដល់ខាងចុងវីដេអូជម្រាបលាសង្ឃឹមថាជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត